តារបាំត្រុដិមានប្រភពមកពីណារបាំត្រុដិគឺជារបាំប្រពៃណីជាតិខ្មែរតែគេតែងតែរាំដើម្បីដេញនូវឧបទ្រពចង្រៃឲ្យជាឆ្ងាយដែលជាទូទៅយើងតែងតែឃើញនៅក្នុងពិធីសម្ដែងជាញឹកញាប់ក្នុងកំឡុងពេលចូលឆ្នាំខ្មែរប៉ុន្តែតើអ្នកធ្លាប់ដឹងឬទេតើប្រវត្តិនិងប្រភពនៃរបាំត្រុដិនេះមានមកពីណាបើយោងតាមឯកសារប្រភពនៃរឿងរបាំត្រុដិនេះគឺចែកចេញជា3គឺមានប្រភពចេញពីរឿងព្រាហ្មណ៍ប្រភពចេញពីតាមជំនឿតាមតំបន់អ្នកស្រុកនិងប្រភពចេញតាមពីការស្រាវជ្រាវយើងចុះទៅដល់ប្រភពទី1ដែលចេញអំពីរឿងព្រាហ្មណ៍មានសេចក្តីតំណាងថាជាយូរលង់ណាស់មកហើយមានត្រកូលអ្នកនេសាទម្នាក់ដែលមានប្តីឈ្មោះថាប៊ុនប្រពន្ធមានឈ្មោះថាឧមាដែលមានទីលំនៅនៅជិតស្រុកសាវត្តីនិស្ស័យជាមនុស្សកាចរឹងរូសពួកគេគឺជាអ្នកកំសត់កំរហើយតែងតែដើរបាញ់សត្វមរឹកគីមរឹកគីបាក់សាបាក់សីនិងនេសាទត្រីយកមកចិញ្ចឹមជីវិតរៀងដល់រាបមកនាវេលាថ្ងៃមួយនាងរៀបចំប្រដាប់ប្រដាដូចជាធ្នូស្នាឲ្យប្តីព្រានក៏បានចេញទៅដំណើរត្រាច់លងកុដកាត់ត្រីឆ្លងស្ទឹងឆ្ងាយពុំមានប្រទះមរឹកណាមួយនោះទេដោយសារតែហេតុនេះទើបធ្វើឲ្យលោកព្រានព្រៃនឹកថាប្រហែលជាអស់លោកទេវតារក្សាព្រៃបិទបាំងកំបាំងបង្វែរដានមិនឲ្យឃើញសត្វនោះហើយគិតដូច្នោះហើយព្រានក៏ចាត់ចែងធ្វើជារានទេវតា3ថ្នាក់នៅប្រដាប់ប្រដាពលិកាសំលៀបសំជ័យឲ្យបានជួបនឹងមរឹកបន្ទាប់ពីបួងសួងរួចហើយព្រានក៏ធ្វើដំណើរទៅមុខទៀតហើយព្រានបុនក៏បានប្រទះឃើញនឹងសត្វប្រើពណ៌មាសភ្លឺឆ្អិនឆ្អៅគឺរោមសិតតែសរសៃនេះតែម្ដងស្នែងជាកែវភ្លឺច្រាលរន្ទាលតែម្ដងព្រានត្រេកអរឥតឧបមាក៏ពូនលបកំបាំងអាត្មាបានប្រះនោះដោយប្រាថ្នាព្រានក៏ម្នីម្នាយកកំបិតទៅកាត់យកស្នែងពន្លះស្បែកមូលចងជាមួយនឹងដុំអាសាច់ដោតចងប្រមូលរែកដោយសេចក្តីត្រេកអរជាខ្លាំងហើយក៏វិលត្រឡប់មកផ្ទះវិញមកដល់ផ្ទះដោយឃើញប្រើសនោះល្អណាស់ក៏នាំយកស្បែកនិងស្នែងទៅថ្វាយស្ដេចព្រះបាទព្រហ្មទណ្ឌទ្រង់យល់និងទ្រង់សពព្រះរាជហឫទ័យទៅប្រទានយុះដល់នាយព្រានជាចៅហ្វាយខេត្តក្រោយពេលព្រានបុនឡើងយុះស័ក្តិខ្លាចជាចៅហ្វាយខេត្តឯនាងឧមាគឺជាជំទាវមកពួកគេក៏បង្កឲ្យមានក្រុមរបាំមួយនេះដែលនិទានអំពីព្រានដើរបាញ់មរឹកដោយមានការរៀបចំនៅក្នុងវង់ត្រុដិដោយសពថ្ងៃយើងចូលទៅដល់ដំណើររឿងនិងប្រភពពីអ្នកស្រុកវិញម្ដងតាមប្រភពអ្នកស្រុករបាំត្រុដិនេះគឺច្រើនតែមានគេសម្ដែងនិងជំនឿថានៅតាមស្រុកភូមិឆ្ងាយយូរម្ដងរមែងមានសត្វព្រៃរត់ចូលស្រុកមកចូលក្នុងភូមិអ្នកស្រុកប្រសិនបើមានសត្វព្រៃចូលស្រុកហើយនឹងកើតនៅឧបទ្រពចង្រៃបែបណាមួយជាមិនខានហេតុនេះបានជាគេមានទម្លាប់ថាបើឃើញសត្វព្រៃចូលស្រុកកាលណាគេនឹងមកគ្នាប្រោះព្រំព្រែម្សៅឲ្យសត្វនោះហើយសុំពរសុំជ័យពីសត្វទាំងនោះវិញដើម្បីរកឱកាសបង្ក្រាបចំពោះសត្វព្រៃទាំងនោះឲ្យស្រេចម្ដងក្នុងមួយឆ្នាំយ៉ាងនេះហើយបានជាអ្នកស្រុកក៏មានជំនឿដូច្នេះគឺបង្កើតនៅល្បែងត្រុដិនេះឡើងហេតុនេះវងត្រុដិត្រូវបានមានប្រើសទឹងសោងកងោកសុទ្ធសឹងជាសត្វព្រៃមកបង្ហាញខ្លួនឲ្យអ្នកស្រុកអ្នកភូមិប្រោះព្រំព្រៃម្សៅចងដៃអំបោះកំរងឲ្យទៀនជាលុយជាកាក់ទៅឲ្យធ្វើបុណ្យរំដោះគ្រោះឲ្យមានស្រេចតែម្ដងដោយមានជំនឿថាប្រសិនបើមានសត្វព្រៃចូលមកក្នុងស្រុកនៅថ្ងៃនោះគេក៏បានប្រកបពិធីនេះរួចស្រេចទៅហើយតែដូច្នោះគេជឿថាឧបទ្រពចង្រៃនឹងមិនមានអ្វីកើតឡើងនោះទេយើងចូលទៅដឹងពីប្រភពទី3គឺតាមរយៈការស្រាវជ្រាវបើយោងទៅតាមសេចក្តីរាយការណ៍របស់លោកមាសហំដែលជាអតីតចៅហ្វាយស្រុកសុនគុំថារបាំ
ត្រុដិនេះគឺជារបាំរបស់ជនជាតិសម្រែដែលជាជនជាតិភាគតិចរស់នៅលើទឹកដីយើងជាយូរលង់ណាស់មកហើយគឺនៅឯភូមិភាគខាងជើងនៃបឹងទន្លេសាបជនជាតិនេះធ្លាប់បានយករបាំត្រុដិនេះទៅលេងថ្វាយព្រះរាជាខ្មែរកាលដែលព្រះអង្គទ្រង់គង់នៅត្រង់ប្រាសាទអង្គរវត្តជារៀងរាល់ឆ្នាំអាស្រ័យហេតុនេះហើយបានជារបាំត្រុដិនេះដែលបានសេសសល់នៅក្នុងខេត្តសៀមរាបហើយគេនិយមលេងរហូតដល់សព្វថ្ងៃនេះហើយរបាំត្រុដិនេះទៀតសោតគេនិយមយកបន្ទើកង្កោដែលហេតុជាជនជាតិអាស៊ីយើងនិយមទុកសត្វនេះជាតំណាងឲ្យរបស់ព្រះអាទិត្យដែលជំនឿពីជំនាន់មុនគេចាត់ទុកថាគឺជាអតិទេពមួយដែរមនុស្សយើងត្រូវតែមានការបន់ស្រន់ចំពោះព្រះអាទិត្យឲ្យធ្វើអំណោយផលនៅទឹកភ្លៀងគ្រប់គ្រាន់សម្រាប់ធ្វើស្រែចម្ការហេតុនេះហើយកាលណាគ្មានភ្លៀងគេលេងរបាំត្រុដិនេះដើម្បីសុំទឹកភ្លៀងទាំងអស់ដែលបានរៀបរាប់ខាងលើនេះគឺជាប្រភពនៃរបាំត្រុដិដែលភាគច្រើនគេនិយមលេងរបាំត្រុដិនេះគឺនៅថ្ងៃចូលឆ្នាំតែម្ដងដើម្បីបណ្ដេញនូវឧបទ្រពចង្រៃថ្វាយដល់ព្រះអាទិត្យដើម្បីសុំអង្វររកទឹកភ្លៀងឲ្យរួចជាស្រេចចាប់ពីដើមឆ្នាំតែម្ដងវាគឺដូចគ្នាទៅនឹងទំនៀមទម្លាប់របស់ជនជាតិចិនដែលប្រើក្បាលតោនិងលេខបន្ថែមនៅថ្ងៃចូលឆ្នាំចិនផងដែរ